នេះបានជាខ្ញុំនិយាយថាបងប្អូននៅក្នុងប្រទេសកម្ពុជាយើងសិតសឹងតែធ្លាប់រួមចំណែកនៅក្នុងវិស័យ Forex ប៉ុន្តែជាការរួមចំណែកមួយដែលមិនដឹងខ្លួនពីមុនមកមានបងប្អូនណាខ្លះដែលអឺធ្លាប់យកលុយខ្មែរទៅដូរជាលុយដុល្លារទៅដូរជាលុយខ្មែរបងប្អូនអរគ្នាសាកសម័យមើលអញ្ចឹងពេលនេះខ្ញុំឲ្យបងប្អូនអរគ្នាយល់ពីនិយមន័យថាអ្វីទៅគឺជាវិស័យ Forex អ្វីទៅជាវិស័យ Forex ចឹងបងប្អូនអរគ្នាចូលទៅអានតទៅជាមួយនិយមន័យដែលខ្ញុំបាន note នៅក្នុង slide ទាំងអស់គ្នាវិស័យ Forex គឺជាការជួញដូរទៅលើកម្រិតថ្លៃហាងឆេងរូបិយប័ណ្ណអន្តរជាតិមួយធៀបជាមួយនឹងកម្រិតថ្លៃហាងឆេងរូបិយប័ណ្ណអន្តរជាតិមួយទៀតអញ្ចឹងដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បងប្អូនគួរតែអានទៅលើអ្វីដែលជាការបកស្រាយរបស់ខ្ញុំនេះឲ្យបាន2ទៅ3ដងនៅពេលដែលយើងចង់ឆ្លើយសំណួរមួយក៏ដោយនៅពេលដែលយើងអានទៅលើសំណួរនឹងបានកាន់តែច្រើនបងប្អូនអាចនឹងកាន់តែឆ្វែងយល់បានកាន់តែច្រើនអញ្ចឹងបងប្អូនអានម្ដងហើយម្ដងទៀតមកអានដោយខ្លួនឯងមក Forex គឺជាការជួញដូរទៅលើកម្រិតថ្លៃហាងឆេងរូបិយប័ណ្ណអន្តរជាតិមួយធៀបទៅនឹងកម្រិតថ្លៃហាងឆេងរូបិយប័ណ្ណអន្តរជាតិមួយទៀតដូចជាមុនហ្នឹងខ្ញុំបានសួរបងប្អូនថាខ្ញុំបានប្រាប់បងប្អូនថាតើបងប្អូនធ្លាប់យកលុយខ្មែរទៅទិញជាលុយដុល្លារយកលុយដុល្លារទៅលក់ជាលុយខ្មែរអត់ចឹងខ្ញុំនឹងលើកឧទាហរណ៍ងាយយល់មួយឲ្យបងប្អូនអរគ្នាឲ្យបងប្អូនអរគ្នាដឹងថាខ្លួនឯងកំពុងតែរួមចំណែកនៅក្នុងវិស័យ Forex ជាប្រចាំប៉ុន្តែមិនដឹងថាខ្លួនឯងកំពុងតែរួមចំណែកឧទាហរណ៍ថាខ្ញុំមានលុយចំនួន$100ប៉ុន្តែខ្ញុំត្រូវការប្រើលុយខ្មែរអញ្ចឹងខ្ញុំយកលុយ$100នោះទៅកន្លែងភ្នាក់ងារបដូរប្រាក់ខ្ញុំយកទៅលក់យកជាលុយខ្មែរខ្ញុំទៅលក់បាន410,000រៀលអញ្ចឹងខ្ញុំយកលុយ410,000ហ្នឹងទៅធ្វើការចាយវាយឬក៏ប្រើការតាមអ្វីដែលជាតម្រូវការរបស់ខ្ញុំប៉ុន្តែនៅក្នុងមួយសប្តាហ៍ក្រោយខ្ញុំត្រូវការប្រើប្រាស់លុយដុល្លារវិញអញ្ចឹងខ្ញុំមានលុយខ្មែរនៅក្នុងដៃខ្ញុំទៅកន្លែងភ្នាក់ងារធ្វើការដូរប្រាក់គឺខ្ញុំយកលុយខ្មែររបស់ខ្ញុំហ្នឹងទៅទិញយកលុយដុល្លារមកប្រើការវិញប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលរបស់ខ្ញុំលុយ$100ដែលខ្ញុំចង់ទិញនៅពេលហ្នឹងគឺខ្ញុំចំណាយសាច់ប្រាក់ត្រឹមតែ400,000រៀលទេខ្ញុំទិញបានលុយរហូតដល់$100ទាំងដែលថ្ងៃមុនខ្ញុំលុយ$100ខ្ញុំលក់បានរហូតដល់410,000តែថ្ងៃនេះខ្ញុំយកលុយតែ400,000ទេខ្ញុំទិញបានលុយ$100អញ្ចឹងបងប្អូនអរគ្នាគិតថាខ្ញុំចំណេញគឺខ្ញុំចំណេញបាន10,000រៀល10,000រៀលនេះហើយគឺជាការទាញយកកម្រិតថ្លៃនៃផលចំណេញទៅលើការជួញដូរទៅលើរូបិយប័ណ្ណអន្តរជាតិ2ធៀបគ្នារវាងលុយខ្មែរនិងលុយដុល្លារតែបងប្អូនសង្កេតមើលថាអ្វីដែលខ្ញុំលើកឧទាហរណ៍មុនហ្នឹងថាលុយដុល្លារឡើងថ្លៃឬក៏លុយដុល្លារចុះថោកលុយដុល្លារមានការចុះថោកហើយលុយខ្មែរយើងមានការឡើងថ្លៃទៅបងប្អូនអរគ្នាដោយសារអីថ្ងៃមុន$100បាន410,000តែថ្ងៃនេះ$100បានតែ400,000ណាអញ្ចឹងមានថាលុយដុល្លារចុះថោកលុយខ្មែរយើងឡើងថ្លៃអញ្ចឹងនៅក្នុងវិស័យ Forex មួយគឺជាការជួញដូរទាញយកប្រាក់ចំណេញរវាងការប្រែប្រួលឡើងចុះទៅលើរូបិយប័ណ្ណគូពីរធៀបគ្នាអញ្ចឹងថាបងប្អូនក៏ធ្វើការបដូរប្រាក់ជារាល់ថ្ងៃក៏ជាការរួមចំណែកនៅក្នុងវិស័យ Forex នឹងដូចគ្នាដែរហើយបងប្អូនដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសក្រៅឬក៏អីផ្សេងៗបងប្អូនត្រូវដឹងទេថានៅពេលដែលបងប្អូនចង់ទៅលេងប្រទេសណាមួយគឺបងប្អូនធ្វើការដូរសាច់ប្រាក់ទៅជារូបិយប័ណ្ណនៃប្រទេសមួយហ្នឹងដូចជាយើងទៅខាងវៀតណាមអូខេយើងដូរជាសាច់ប្រាក់របស់វៀតណាមលុយដុងដើម្បីធ្វើការចាយវាយការបដូរសាច់ប្រាក់ជាកម្រិតថ្លៃនឹងឯងអាហ្នឹងហើយគឺជាការដែលបងប្អូនអរគ្នារួមចំណែកនៅក្នុងវិស័យ Forex តែទាំងដែលខ្លួនឯងមិនដឹងថាខ្លួនឯងកំពុងតែរួមចំណែកនៅក្នុងវិស័យមួយនេះអញ្ចឹងតាមពិតទៅវិស័យ Forex នេះមួយវាមានអាយុកាលរាប់សិបឆ្នាំហើយបងប្អូនអរគ្នាហើយបងប្អូនអរគ្នាសិតសឹងតែជាការធ្លាប់ធ្វើពីមុនមកហើយប៉ុន្តែគ្រាន់ថាការធ្វើនោះគឺជាការធ្វើនៅក្នុងលក្ខណៈទម្រង់ជា offline មានធ្វើបែបនៅខាងក្រៅតែវិស័យ Forex មួយនេះគឺជាការជួញដូរនៅក្នុង system ដែលមានទៅលើ graph chart ដែលអនុញ្ញាតឲ្យបងប្អូនអរគ្នាធ្វើការជួញដូរនៅក្នុង platform វាខុសគ្នាតែពីការប្រើប្រាស់ជាបែបលក្ខណៈ offline ជាមួយនឹង online យល់ទេបងប្អូនអរគ្នាប៉ុន្តែទម្រង់នៃអត្ថន័យឬក៏និយមន័យនៅក្នុងការជួញដូរគឺវាដូចគ្នាអញ្ចឹងឯងអញ្ចឹងសូមបងប្អូនអរគ្នាយល់ហើយនេះអញ្ចឹងយើងសួរថាអូតាមពិតទៅវិស័យ Forex យើងធ្លាប់ធ្វើវាតាំងពីមុនមកទាំងអស់គ្នាតើវាអាចបោកប្រាស់យើងបានឬក៏វាអាចជាលបែងបានអត់បើសិនជាវាជាលបែងខ្ញុំមានន័យថាសូម្បីតែការបដូរប្រាក់របស់យើងនៅខាងក្រៅក៏យើងកំពុងតែលេងលបែងដែរថាបងប្អូនអរគ្នាតាមពិតទៅដូចខ្ញុំបញ្ជាក់ចឹងថាវិស័យ Forex វាអាចបោកប្រាស់បងប្អូនអរគ្នាបានទេតែអ្នកដែលបោកប្រាស់បងប្អូនអរគ្នាគឺទី1ជាលក្ខណៈបុគ្គលទី2ជាលក្ខណៈស្ថាប័នហើយវិស័យ Forex អាចជាលបាយឬក៏ជាអាជីវកម្មគឺអាស្រ័យទៅលើបងប្អូនអរគ្នាជាអ្នកដើរតួជាអ្នកដែលធ្វើវាដោយខ្លួនឯងអញ្ចឹងខ្ញុំគិតថាចំណុចមួយនេះវាក៏បោះក្បាយសម្រាប់បងប្អូនអរគ្នានឹងធ្វើការស្វែងយល់ហើយបើសិនជាបងប្អូនស្ដាប់ទៅលើវីដេអូខ្ញុំប៉ុណ្្នេះហើយបងប្អូនគិតថាអូខេវាជាលបាយវាជាការបោកប្រាស់ទៀតបងប្អូនអាចធ្វើការឈប់ធ្វើការវិនិយោគទៅលើវិស័យ Forex ព្រោះដោយសារបើសិនជាបងប្អូននៅមានផ្នត់កំណត់បែបហ្នឹងទោះបីជាបងប្អូនវិនិយោគឬក៏ជួញដូរបែបណា
ក៏អត់អាចទទួលបានប្រាក់ចំណេញបានដែរតែបើសិនជាបងប្អូនគិតថាតាមពិតទៅវាជាអាជីវកម្មមែនតាវាជាអាជីវកម្មមួយដ៏ល្អហើយយើងធ្លាប់ធ្វើពីមុនមកបងប្អូនអាចធ្វើការរួមដំណើរទៅជាមួយគ្នាបន្តទៀតពេលនេះបងប្អូនអរគ្នាបានស្គាល់ហើយថាតាមពិតវិស័យ forex បែបហ្នឹងសោះបងប្អូនមានឆ្ងល់អត់ថាការជួញដូរទៅក្នុងវិស័យ forex តើយើងអាចជួញដូរហ្នឹងវាមានផលិតផលអីខ្លះអញ្ចឹងតិចទៀតខ្ញុំឲ្យបងប្អូនអរគ្នាដឹងពីផលិតផលនៅក្នុងការជួញដូរទៅលើវិស័យ forex ជាទូទៅបងប្អូនធ្លាប់ឮនៅខាងក្រៅខ្ញុំជឿជាក់ថា 100% បងប្អូនធ្លាប់ឮនៅខាងក្រៅថាឲ្យតែពាក្យថាវិស័យ forex បងប្អូនអាចជួញដូរទៅលើមាសអាចជួញដូរទៅលើប្រាក់ជាដើមប៉ុន្តែជាទូទៅនៅក្នុងការបែងចែកផលិតផលនៅក្នុងការជួញដូរទៅលើវិស័យ forex គឺយើងបែងចែកចេញជា3ប្រភេទទី1គឺជា forex សំដៅទៅលើរូបពេលបានគូធៀបគ្នាទី2គឺ spot mental សំដៅទៅលើលោហៈធាតុមានតម្លៃទី3គឺ crude oil សំដៅទៅលើប្រេងឆៅរបស់សហរដ្ឋអាមេរិកឬក៏ចក្រភពអង់គ្លេសអញ្ចឹងបើសិនជាយើងនិយាយពាក្យថាវិស័យ forex តែមួយម៉ាត់គឺវាអាចក្តោបបានទាំងទៅលើមាសប្រាក់ឯប្រេងទេវាអាចក្តោបបានទៅលើរូបិយប័ណ្ណអន្តរជាតិទេប៉ុន្តែបើសិនជាយើងនិយាយថាវិស័យនេះបច្ចុប្បន្នគឺជាការជួញដូរទៅលើវិស័យមួយដែលយើងអាចចែងឈ្មោះថានៅក្នុងប្រទេសកម្ពុជាយើងគេហៅថាវិស័យ derivative ឬក៏ទីផ្សារឧបករណ៍និស្សិតទើបក្តោបទាំងវិស័យ forex ទាំង spot mental ទាំង crude oil អញ្ចឹងបងប្អូនអរគ្នាផលិតផលដែលអនុញ្ញាតឲ្យបងប្អូនអរគ្នាជួញដូរវាមានតែតងជាមួយនឹង forex មានតែតងមួយ spot mental ហើយនិង crude oil forex គឺយើងសំដៅទៅលើរូបិយប័ណ្ណគូធៀបគ្នាមានរូបិយប័ណ្ណគូជាច្រើនដូចជាលុយយូរ៉ូលុយអូស្ត្រាលីធៀបមួយលុយដុល្លារលុយផោនធៀបមួយដុល្លារហើយលុយដុល្លារធៀបមួយលុយជប៉ុនជាដើមហេតុអីបានជាខ្ញុំលើកឡើងទៅលើរូបិយប័ណ្ណធំនៃប្រទេសធំប្រទេសមហាអំណាចយកមកធ្វើការឲ្យបងប្អូនអរគ្នាមើលដោយសារអីនៅក្នុងនាយករដ្ឋមន្ត្រីកម្ពុជាក៏គាត់អនុញ្ញាតឲ្យទៅលើប្រភេទប្រទេសធំលុយប្រទេសធំមកធ្វើការជួញដូរដែរមូលហេតុដោយសារអីអត្រានៃការប្រែប្រួលខ្ពស់អត្រាដែលបងប្អូនអរគ្នាអាចនឹងទទួលបានប្រាក់ចំណេញខ្ពស់ទី2ប្រទេសធំឬក៏ប្រទេសមហាអំណាចទាំងអស់ហ្នឹងគឺពួកគាត់នឹងមានការចងក្រងទៅលើទិន្នន័យសេដ្ឋកិច្ចនិងបង្ហាញទៅកាន់មហាជនឲ្យបានឃើញច្បាស់អញ្ចឹងយើងអាចធ្វើការចាប់ទំនោរនៃទីផ្សារយើងអាចធ្វើការវិភាគទៅលើទីផ្សារបានគ្រប់ជ្រុងជ្រោយជាឱកាសដែលអាចបងប្អូនអរគ្នាបង្កើនទៅលើប្រាក់ចំណេញបានចឹងសូម្បីតែនាយករដ្ឋមន្ត្រីកម្ពុជាក៏គាត់គិតគូរទៅកាន់បងប្អូនអរគ្នាដែរឃើញនៅក្នុងហ្នឹងសូម្បីតែលុយខ្មែរក៏មានធ្វើការជួញដូរលុយប្រទេសជិតខាងយើងក៏អត់មានធ្វើការជួញដូរដែរដោយសារបំរែបំរួលតិចហើយនឹងការក្តោបទៅលើព័ត៌មាននៃការប្រែប្រួលទីផ្សារក៏វានៅមានកម្រិតនៅឡើយដែរប៉ុន្តែអ្វីដែលជាការកត់សម្គាល់ខ្ញុំឃើញថានៅក្នុងប្រជាជាតិកម្ពុជាយើងផលិតផលដែលពេញនិយមនៅក្នុងការជួញដូរខ្លាំងជាងគេគឺប្រជាពលរដ្ឋយើងគឺផ្ដោតទៅលើមាសគឺពេញនិយមនៅក្នុងការជួញដូរខ្លាំងមែនទែនមិនថាក្នុងពេលបច្ចុប្បន្នឬក៏ពីមុនមកទេវានៅតែជាលោហៈធាតុមានតម្លៃមួយដែលគេពេញនិយមនៅក្នុងការជួញដូរហេតុអីបានជានៅក្នុងប្រទេសកម្ពុជាយើងពេញនិយមនៅក្នុងការជួញដូរទៅលើមាសដោយសារអីដោយសារតែបំរែបំរួលវាធំហើយទី2គឺព័ត៌មានដែលជះឥទ្ធិពលទៅលើទីផ្សារមាសឲ្យមានការប្រែប្រួលហ្នឹងក៏វាងាយស្រួលនៅក្នុងការសិក្សាស្វែងយល់ដើម្បីអាចចាប់ពីទំនោរទីផ្សារដែលអាចរកប្រាក់ចំណេញបានដូចគ្នាប៉ុន្តែអានេះគឺជាការបង្ហាញពីផលិតផលនៅក្នុងការជួញដូរទៅកាន់បងប្អូនទាំងអស់គ្នាទេមេរៀនបន្ទាប់គឺបងប្អូនទាំងអស់គ្នានឹងទទួលបានការវិភាគនិងការសិក្សាស្វែងយល់ទាក់ទងជាមួយនឹងទៅលើការវិភាគទៅលើផលិតផលនីមួយៗដើម្បីឲ្យបងប្អូនអរគ្នាចូលទីផ្សារសម្បីតែប្រាក់បច្ចុប្បន្នក៏ពេញនិយមនៅក្នុងការជួញដូរដូចគ្នាដែរហើយអានេះហេតុអីបានជាខ្ញុំអាចហៅថាជាមាសបានដោយគេមានតាងជា symbol វាគឺ HAU USD ប្រាក់ HAG USD អញ្ចឹងគឺវាខុសគ្នាតែប៉ុណ្្នឹងឯងបងប្អូនអរគ្នានឹងចុងក្រោយគេគឺបងប្អូនអរគ្នាអាចធ្វើការជួញដូរតាក់ទងជាមួយនឹង crude oil ទៅលើប្រេងឆៅរបស់សហរដ្ឋអាមេរិកមានប្រេងឆៅរបស់សហរដ្ឋអាមេរិកមានប្រេងឆៅរបស់ចក្រភពអង់គ្លេសដូចគ្នាតែនេះគឺជាផលិតផលទាំងអស់ដែលបងប្អូនអរគ្នាអាចធ្វើការជួញដូរតែអ្វីដែលខ្ញុំលើកទឹកចិត្តបើសិនជាបងប្អូនថ្មីដែលទើបតែចាប់ផ្ដើមធ្វើការជួញដូរទៅលើវិស័យមួយហ្នឹងឬក៏វិភាគទេបងប្អូនអាចចាប់ផ្ដើមបដោតទៅលើផលិតផលណាមួយជាគោលសិនទៅដើម្បីអីរៀនពីបច្ចេកទេសនិងវិភាគទៅកុំឲ្យវាបែកស្មុគស្មាញពេកប៉ុន្តែសម្រាប់បងប្អូនដែលមានបទពិសោធន៍ហើយពីមុនមកបងប្អូនអាចកលេចមើលទៅលើប្រភេទផលិតផលទាំងអស់ហ្នឹងបានដោយសារអីបច្ចេកទេសដែលខ្ញុំបរៀនទៅបច្ចេកទេសទាំងអស់ហ្នឹងគឺអាចយកទៅប្រើប្រាស់ជាមួយនឹងប្រភេទរូបពេលបានទាំងអស់ហ្នឹងបានជាមួយនឹងមាសឬក៏ប្រាក់ប្រេងបានទាំងអស់ដូចគ្នានៅពេលដែលបងប្អូនជួញដូរជាមួយនឹងផលិតផលច្រើនគឺឧទាហរណ៍នៅក្នុងមួយថ្ងៃផលិតផលមួយឲ្យឱកាសមួយផលិតផលមួយឲ្យឱកាសមួយបានតែ3 4ឱកាសក៏បងប្អូនទាំងអស់គ្នាអាចទទួលបានប្រាក់ចំណេញដែរយើងអត់ពឹងផ្អែកទៅលើមាសមួយមុខទេជួនកាលមាសមួយមុខវាអាចនឹងឲ្យឱកាសនៅក្នុងការជួញដូរទៅលើទីផ្សារបងប្អូនទាំងអស់គ្នាជួនកាលអាចមានម្ដងឬក៏នៅក្នុងមួយថ្ងៃសឹងតែគ្មានផងតែបើបងប្អូនទាំងអស់គ្នានៅតែមានះនៅក្នុងការចូលវាអាចនឹងធ្វើការខាតបង់វិញអញ្ចឹងបើបងប្អូនដែលរៀនចេះហើយធ្លាប់មានបទពិសោធន៍ក្នុងការចូលទីផ្សារអាចកលេចទៅមើលតាំងពីរូបិយប័ណ្ណអន្តរជាតិឬក៏ប្រេងឆៅឬក៏ប្រាក់ឬអីផ្សេងឲ្យតែមានឱកាសនៅក្នុងការចូលគឺបងប្អូនទាំងអស់គ្នាអាចទទួលបានផលចំណេញបានហើយ
nhưng dương châu tới can cho được tốt bông bồn bàn đăng này tha ở vì sai forex vì tạm tới vì mình chỉ là bài đi hay cô mình chỉ cả bao pra này hay vì cứ chỉ vì sai mũi đại dương lọp chui đồ vì tầng pi tui máu thì cô dương rùm dầm này vì tầng pi du máu ấy bàn tay số ta hai đấy bàn chia dương thời vì đi vô tư lưu vì sai mười nè phua nợ bây để dương score là vào hay mũi cái đói đâm bay sân mạch cho tha dương thời tinh là bọn năng đi cô chập đá mùi là bọn năng lúc ra để dương đăng pi mùi là hai hay chỉ tôi tới chia lọp vào nhóm nhâm tay từ xu hôm nay mà tha vì sai mũi nước bài nè ta thấy bạn chỉ nhầm thử Rico vì mình rồi khá đại thua nhầm từ vì dục chỉ mùi năng vì sai mùi năng bạn chắc nhưng từ đầu thắt nhẹ lại năng đầm bay tha ta thấy bạn chỉ nhầm thử chuyển đồ từ lừa vì sai mùi năng chẳng bữa sân đi bom ôn trong từ sắc sáng từ lừa vì sai crypto Rico vì sai forex như vậy xinh xinh bom ôn thử xuống con ai tha vì sai mùi năng chẳng hay ta thấy bạn chỉ nhầm thử vừa ca vì dục vì chẳng mấy cái bạn chỉ thử ca vừa ca vì dục vì chẳng bom ôn ai xu nôm tới ai từ xu chat xu chat GPT rồi có xu nè đại chấm điểm xem như chẳng tới đặc biệt đang thảo hai đây ban chỉ nhầm thử vì dục vi hai đây ban thử thua vi chẳng mà chạy men tai khỏi tha nơi không bị tàu nít bom bom và chấm từ xu chat GPT rồi có từ xu này nè cái đấy cứ nhầm thằng rụp lịch chưa nó bộ đọc nè nhầm thằng lược từ lược hai Paul mà chỉ nuốn tha hai là vậy ban chi bom bom đọc nít cua tai vì dục từ lược vì sai forex đang bộ đọc nít dân ní cứ chỉ hạt pha khá khá nhưng mình ai vậy tha chỉ hạt pha tầng strong để ao bông bông nọ ní sân bạch chất với cao viên dược lừa vì sai for chế tại là bây giờ bông bông vừa vì tới bông bông đằng tha hai tới bàn chiều bông bông nọ ní tới ra viên dược lừa vì sai for nè tí mùiตีซา forex គឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេបំផុតនៅលើពិភពលោកទីផ្សារ forex គឺជាទីផ្សារមួយដែលធំខ្លាំងមែនទែនបងប្អូនអរនេះទីផ្សារហិរញ្ញវត្ថុមួយដែលធំដែលចំណន់សាច់ប្រាក់នៅក្នុងមួយថ្ងៃវាអាចនឹងជាការព្យាករណ៍ចន្លោះពី6ទៅ7 trillion ដុល្លារនៅក្នុងមួយថ្ងៃអញ្ចឹងបងប្អូនអរនេះអត់ភ័យថាខ្លាចនៅពេលដែលជួញដូរចំណេញទៅខ្វះលុយឲ្យបងប្អូនអរគ្នាឬក៏ទីផ្សារនេះវាដួលលេទេអាហ្នឹងបងប្អូនអរគ្នាអត់ភ័យទេព្រោះជាទីផ្សារមួយជាហិរញ្ញវត្ថុមួយដែលធំជាងគេនៅលើពិភពលោកអញ្ចឹងវាទលំទលាយខ្លាំងមែនទែនតើតងជាមួយនឹងទីផ្សារ forex ហ្នឹងទី2គឺយើងអាចធ្វើការជួញដូរបាន24ម៉ោងក្នុងមួយថ្ងៃហើយ5ថ្ងៃនៅក្នុងមួយសប្តាហ៍ចំណុចនេះគឺជាចំណុចសំខាន់ហើយក៏ជាចំណុចល្អមួយដែលខ្ញុំចង់រំលេចប្រាប់ទៅកាន់បងប្អូនអរគ្នាដែរគាត់តែងតែផលថាចង់បានទៅលើប្រភពចំណូលមួយក្រៅម៉ោងដែលក្រៅពីម៉ោងការងារឬក៏ចង់រកប្រភពចំណូលមួយបន្ថែមដើម្បីបង្កើនទៅលើប្រាក់ចំណូលខ្លួនឯងគឺបងប្អូនអាចទៅលេខមើលទៅលើវិស័យ forex បានដោយសារអីការ trading នៅក្នុងវិស័យ forex ជីកវាគេអាចជួញដូរបាន24ម៉ោងក្នុងមួយថ្ងៃ5ថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងឧទាហរណ៍បងប្អូនទាំងអស់គ្នាធ្វើការឬក៏ប្រកបមុខរបរស៊ីពីម៉ោង7ព្រឹកដល់ម៉ោង6 7ល្ងាចអីបងប្អូនអាចសម្រាប់ពីការងារបងប្អូនទាំងអស់គ្នាម៉ោង8 9យប់អីក៏បងប្អូនទាំងអស់គ្នាអាចធ្វើការចាប់ផ្ដើមធ្វើការទិញលក់ដើម្បីរកប្រាក់ចំណេញបានដែរតែបើសិនជាបងប្អូនចាប់ទុកថាវាជាការបង្កើនប្រាក់ចំណូលបន្ថែមកុំយកវាទៅលាយឡំជាមួយនឹងម៉ោងការងារឬក៏ម៉ោងនៅក្នុងការរកស៊ីបងប្អូនអរគ្នាតែបងប្អូនអរគ្នាត្រូវតែចេះបែងចែកពេលវេលាដាច់វិស័យ forex វាល្អត្រង់ថានៅពេលដែលបងប្អូនអរគ្នាសម្រាប់ពីការប្រកបអាជីវកម្មឬក៏សម្រាប់ពីការសិក្សាឬក៏សម្រាប់ពីការធ្វើការបម្រើការងារផ្សេងៗនៅពេលដែលបងប្អូនមានពេលវេលាសេសសល់បងប្អូនអាចទៅសិក្សាស្វែងយល់និងធ្វើវាដើម្បីជាប្រភពចំណូលមួយបន្ថែមនៅក្នុងវិស័យ forex តែខ្ញុំហ៊ាននិយាយថាដើម្បីបង្កើនជាចំណូលបានលុះត្រាតែបងប្អូនសិក្សាស្វែងយល់ទៅលើវិស័យហ្នឹងឲ្យបានច្បាស់ឲ្យបានស៊ីជម្រៅជាមុនសិនបើសិនជាបងប្អូនសិក្សាបែបមិនច្បាស់លាស់ទេក៏វានឹងបង្កហានិភ័យជូនបងប្អូនដល់គ្នាដែរទី3គឺឲ្យតែមានអ៊ីនធឺណិតអាចធ្វើការជួញដូរបានគ្រប់ទីកន្លែងគឺទីផ្សារ forex នៅខាងក្នុង system គឺឲ្យតែមានអ៊ីនធឺណិតយើងអាចជួញដូរវានៅកន្លែងណាក៏បានយើងអាចធ្វើវានៅកន្លែងណាក៏បានវាខុសពីខាងក្រៅតោះតែយើងដល់កន្លែងបដូរប្រាក់បានយើងអាចធ្វើការជួញដូរបានតែនេះយើងអាចធ្វើការជួញដូរនៅក្នុងsystem ដោយប្រើអ៊ីនធឺណិតបានគឺវាងាយស្រួលខ្លាំងមែនទែនហើយអ្វីដែលជាចំណុចសំខាន់គឺកាន់តែងាយស្រួលគឺយើងអាចធ្វើការជួញដូរវាតាមរយៈ platform មាន platform MetaTrader 4 MetaTrader 5ដែលជា platform អនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាធ្វើការជួញដូរទិញលក់ទៅលើតារាងឆេងមាសយើងសឹងហ៊ាននិយាយថាក្នុងពេលបច្ចុប្បន្ននេះវាងាយស្រួលរហូតដល់គ្រាន់តែ click មួយប៊ូតុងគឺបងប្អូនទាំងអស់គ្នាអាចរកប្រាក់ចំណេញឬក៏ទទួលបានផលខាតបានដូចគ្នាដែរតែដើម្បីឲ្យភាពងាយស្រួលនេះបង្កើតទៅជាប្រាក់ចំណូលលុះត្រាតែបងប្អូនរៀនឲ្យបានច្បាស់តទៅជាមួយនឹងវិស័យមួយនឹងឲ្យបានច្បាស់ទើបចាប់ផ្ដើមធ្វើការវិនិយោគហើយយកជាហេតុមួយដែលខ្ញុំតែងតែដាស់តឿនឬក៏លំរិចជាសារទៅកាន់បងប្អូនអរគ្នាជាប្រចាំថាសូមសិក្សាឲ្យបានច្បាស់សិនទើបចាប់ផ្ដើមជាមួយនឹងវិស័យមួយនេះចំណុចបន្ទាប់ចំណុចទី5គឺការប្រែប្រួលខ្ពស់ស្មើជាមួយនឹងឱកាសនៅក្នុងការជួញដូរដូចខ្ញុំបញ្ជាក់ថាទីផ្សារ forex គឺជាទីផ្សារហិរញ្ញវត្ថុមួយដ៏ធំជាងគេនៅក្នុងពិភពលោកហើយបំរើបំរួលនៅក្នុងការប្រែប្រួលនៅក្នុងពេលបច្ចុប្បន្នគឺធំខ្លាំងមែនទែនហើយការប្រែប្រួលខ្ពស់វាស្មើជាមួយនឹងឱកាសដែលបងប្អូនទាំងអស់គ្នាអាចនឹងទទួលបានប្រាក់ចំណេញខ្ពស់បានដូចគ្នាប៉ុន្តែការប្រែប្រួលខ្ពស់ហ្នឹងក៏ជាឱកាសធ្វើឲ្យបងប្អូនទាំងអស់គ្នាខាតបានដែរបើសិនជាបងប្អូនមិនមានចំណេះដឹងនិងចំណេះជំនាញបានត្រឹមត្រូវអញ្ចឹងអ្វីដែលជាការផ្ដោតមួយចុងក្រោយបំផុតនោះគឺ
ចំណេះដឹងហើយនឹងចំណេះជំនាញតែផ្ដោតលើចំណេះដឹងនិងចំណេះជំនាញឲ្យបានត្រឹមត្រូវគឺជារឿងដ៏សំខាន់ទីចុងក្រោយគេគឺខ្ញុំចំណាត់ថ្នាក់វិស័យ Forex វាគឺជាប្រភេទអាជីវកម្មមួយដ៏ល្អខ្ញុំហ៊ានឲ្យតម្លៃទៅលើវិស័យ Forex គឺជាអាជីវកម្មមួយដ៏ល្អនៅពេលដែលបងប្អូនបានសិក្សាតាមត្រូវបងប្អូននឹងយល់ហើយតិចទៀតហេតុអីបានជាខ្ញុំនិយាយថាវិស័យ Forex គឺជាអាជីវកម្មមួយដ៏ល្អវាមិនមានការចំណាយទៅលើ fixed cost ខ្ញុំឧទាហរណ៍ដល់មួយចំណុចហ្នឹងចុះបងប្អូនដែលជាម្ចាស់អាជីវកម្មប្រកាសជាស្គាល់ហើយថាមិនចំណាយទៅលើ fixed cost ហ្នឹងវាបែបម៉េចតែ fixed cost ហ្នឹងគឺជាអ្វីចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនអរគ្នាខ្ញុំឲ្យបងប្អូនអរគ្នាទៅសិក្សាស្វែងយល់ថាការបើកអាជីវកម្មការចំណាយទៅលើ fixed cost បែបម៉េចបានខ្ញុំនិយាយថាការធ្វើអាជីវកម្មនៅក្នុងវិស័យ Forex វាល្អហើយវាងាយស្រួលជាងបងប្អូនខ្ញុំជឿជាក់ថាបងប្អូនអរគ្នាអាចនឹងមានបទពិសោធន៍ជាមួយនឹងការធ្វើអាជីវកម្មអាចនឹងច្រើនជាងខ្ញុំផងអាចនឹងធ្លាប់ប្រឡូកជាមួយនឹងបទពិសោធន៍ជាច្រើនជាងខ្ញុំទៀតប៉ុន្តែអានេះគ្រាន់តែខ្ញុំលើកត្រួសទៅតាមអ្វីដែលជាចំណេះដឹងនៅក្នុងការសិក្សាស្វែងយល់របស់ខ្ញុំទេសង្ឃឹមថាបងប្អូនអរគ្នាអាចនឹងសិក្សាស្វែងយល់ហើយនឹងប្រើការស្វែងយល់ទៅលើចំណុចមួយនឹងទាំងអស់គ្នាទី1នៅពេលដែលបងប្អូនឧទាហរណ៍ថាចង់បើកអាជីវកម្មកាហ្វេមួយចុះយើងមានលុយ50000នៅក្នុងការចង់បើកទៅលើអាជីវកម្មកាហ្វេមួយចុះនៅពេលដែលបងប្អូនចង់បើកទៅលើអាជីវកម្មយើងត្រូវមានការចំណាយមុនពេលបើកចំណាយមុនពេលបើកនឹងចំណាយលើគេចំណាយលើការរៀនទៅលើការបើកអាជីវកម្មមួយនឹងចំណាយទៅលើជួនកាលអ្នកខ្លះអាចចំណាយទៅលើជួលអ្នកប្រឹក្សាយោបល់ដើម្បីសិក្សាពីការបើកទៅលើអាជីវកម្មមួយនឹងទៀតថាបងប្អូនអរគ្នាអានេះវាជាចំណាយមួយមុនពេលបើកទៅលើអាជីវកម្មការចំណាយទៅលើទីតាំងឧទាហរណ៍បងប្អូនចង់បើកកាហ្វេបងប្អូនមានទីតាំងផ្ទាល់ខ្លួនក៏ត្រូវការជួលទៅលើទីតាំងនៅក្នុងការបើកទីតាំងផ្ទាល់ខ្លួនដូចគ្នាដែរត្រង់ការចំណាយទៅលើសម្ភារៈបច្ចុប្បន្នការមិនថាបើកហាងកាហ្វេឬក៏អីផ្សេងគឺមានការប្រកួតប្រជែងទាក់ទងជាមួយនឹងការ decor ខ្លាំងមែនទែនដើម្បីអីដើម្បីតាក់ទាញទៅលើអតិថិជនឬក៏អីផ្សេងនេះវាជា fixed cost មួយដែលបងប្អូនអរគ្នាត្រូវចំណាយហើយគិតរក idea ណាដើម្បីធ្វើការ decor ដើម្បីឲ្យវាបានស្អាតនិងតាក់ទាញទៅលើអតិថិជនត្រង់អានេះសិតសឹងតែជាការចំណាយការចំណាយទៅលើបុគ្គលិកជាដាច់ខាតយើងត្រូវតែការជួលទៅលើបុគ្គលិកហើយចំណាយជាប្រចាំខែទៅកាន់បុគ្គលិកដើម្បីបម្រើការរបស់យើងការចំណាយទៅលើទឹកភ្លើងវាក៏ជារឿងឈឺក្បាលរបស់ម្ចាស់អាជីវកម្មនេះគ្នាព្រោះទឹកភ្លើងដែលយើងបង់ជាប្រចាំការចំណាយទៅលើការធ្វើទីផ្សារបច្ចុប្បន្នមិនថាអាជីវកម្មប្រភេទណាក៏ដោយគឺមិនថាបច្ចុប្បន្នតែពីដើមមកគឺត្រូវការចំណាយទៅលើការធ្វើ digital marketing អញ្ចឹងនៅពេលដែលយើងចង់ចាប់ផ្ដើមទៅលើ business យើងចំណាយទៅលើទាំង digital marketing ឯផ្សេងទៀតវាសិតសឹងតែជាការចំណាយរបស់បងប្អូនទាំងអស់គ្នាត្រូវអត់បងប្អូនទាំងអស់គ្នាហើយយើងត្រូវមានទុនបំរុងការទប់ទៀតយើងធ្វើអាជីវកម្មអីក៏ដោយគឺយើងត្រូវតែមានទុនបំរុងនៅក្នុងការទប់នៅពេលដែលអាជីវកម្មយើងនៅកំពុងតែដំណើរការទៅវាមានបញ្ហារអួលឬក៏វាមិនមានភាពមិនរលូនមិនអីទៅយើងអាចមានទៅលើដើមទុនបំរុងសម្រាប់ទប់ទៅលើអាជីវកម្មហើយនៅមានលាក់ច្រើនទៀតដែលបងប្អូនអរគ្នាត្រូវចំណាយដែលយើងហៅថាជា fixed cost អញ្ចឹងអានេះគឺជាការបើកអាជីវកម្មអញ្ចឹងឧទាហរណ៍ថាយើងបើកអាជីវកម្មហ្នឹងចំណាយលុយអស់$50000ពេលណាដែលយើងអាចចាប់ទុកថាវាជាប្រាក់ចំណេញសម្រាប់បងប្អូនអរគ្នាលុះត្រាតែបងប្អូនអរគ្នាចំណាយពេល3ខែកន្លះឆ្នាំឬក៏1ឆ្នាំទៅអាចរកប្រាក់ចំណូលបានរហូតដល់50000 1000មកវិញទើបអា1000ហ្នឹងអាចចាប់ទុកថាវាជាប្រាក់ចំណេញរបស់បងប្អូនទាំងគ្នាត្រូវអត់ព្រោះយើងយកលុយ50000ហ្នឹងទៅចំណាយទៅលើការបើកមុនបើកចំណាយលើទីតាំងឯផ្សេងអស់ហើយលុះត្រាតែយើងរកប្រាក់ចំណូលបាន50000 1000ទៅវិញទើប1000ហ្នឹងទើបគេហៅថា break even ឬក៏ការដែលជាចំណិតវាជាប្រាក់ចំណេញជំនួសបងប្អូនទាំងគ្នាយល់ហើយបងប្អូនទាំងគ្នាថងចំណេញអានេះវាជា process នៅក្នុងដំណើរការនៅក្នុងការបើកទៅលើអាជីវកម្មចុះហេតុអីបានជាខ្ញុំនិយាយថាវិស័យ trading បើយើងនិយាយថាវិស័យជាអាជីវកម្ម trading ហេតុអីបានជាវាល្អជាងអាជីវកម្មនៅខាងក្រៅមួយចំនួនអានឹងយើងទៅធ្វើទៅតាមការស្វែងយល់ដោយសារតែមានមូលហេតុខ្លះៗនឹងឲ្យបងប្អូនទាំងគ្នាយល់ឥឡូវខ្ញុំឧទាហរណ៍ថាយើងមានលុយ50000ដូចគ្នាការចំណាយនៅក្នុងវិស័យ forex ទី1គឺការចំណាយនៅក្នុងការរៀនការចំណាយក្នុងការរៀនដូចបងប្អូនអរគ្នាបានចំណាយទៅលើដើមទុននៅក្នុងការសិក្សាស្វែងយល់ជាមួយនឹងវគ្គបន្តដំណើរជំនាញរបស់ Oriented ដែលចំណាយទៅលើដើមទុន$68នៅក្នុងការបង្កើតឬក៏វិនិយោគទៅលើចំណេះដឹងរបស់បងប្អូនអរគ្នាអញ្ចឹងការចំណាយទៅលើរៀនវាអាចនឹងតិចតួចឬក៏តាមនឹងឯងទី2ជាការចំណាយទៅលើដើមទុនតាមពិតដើមទុនវាមិនអាចចំណាត់ថ្នាក់ថាវាជាការចំណាយទេវាមិនអាចចាត់ថាជាការចំណាយព្រោះដើមទុននេះជាដើមទុនមួយដែលបងប្អូនអរគ្នាធ្វើការបើកកណិតនៅក្នុងការដង្កល់ទៅដល់ថាបងប្អូនអរគ្នាចង់ចាប់ដើមវិនិយោគចំនួនដើមទុន50000អញ្ចឹងបងប្អូនដង្កល់ទៅអាដើមទុននេះជាដើមទុនរបស់បងប្អូនអរគ្នាទេបងប្អូនអរគ្នាចង់ដកឬក៏ដាក់ឬក៏ដកចេញពេលណាក៏បានដែរប៉ុន្តែបើយើងរកបើកអាជីវកម្មមកថាយើងយកលុយនឹងទៅចំណាយផ្សេងគឺយើងចង់ដកដើមទុនមកវិញគឺអត់បានទេលុះត្រាតែយើងលក់សម្ភារៈអីផ្សេងអត់បានរួចដើមទេតែបើនៅក្នុងនេះគឺយើងអាចធ្វើការដកវាបានទៅតាមអ្វីដែលបងប្អូនអរគ្នាចង់ដកអញ្ចឹងដើមទុននេះវាមិនមែនស្ថិតនឹងការចំណាយផង
ចុងក្រោយគេគឺជាការចំណាយនៅក្នុងការផ្ដល់ទៅលើកម្រៃជើងសារទៅកាន់ស្ថាប័នដែលពួកគាត់បម្រើសេវាកម្មជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនត្រូវតែចំណាយទាក់ទងជាមួយនឹងកម្រៃជើងសារទៅកាន់ស្ថាប័នដែលពួកគាត់ជាអ្នកបម្រើសេវាកម្មទៅកាន់បងប្អូនទាំងអស់គ្នាឯងអានេះវាជាការចំណាយមួយនៅក្នុងវិស័យ Forex ឧទាហរណ៍ថាបងប្អូនដាក់ដើមទុន 50000 អូខេបងប្អូនសិនជាបងប្អូនមានចំណេះដឹងត្រឹមត្រូវសិក្សាត្រឹមត្រូវអូខេបងប្អូនជួញដូរទៅថ្ងៃនឹងចំណេញបាន100ឬក៏1000ឬក៏2000អាលុយដែលបងប្អូនចំណេញហ្នឹងអាហ្នឹងយើងចាត់ទុកថាជាប្រាក់ចំណេញរបស់បងប្អូនទាំងគ្នាអត់ចាំបាច់ត្រូវផាត់ទាត់ជាមួយនឹងការចំណាយផ្សេងទៀតអញ្ចឹងអានេះវាជាលក្ខណៈសំខាន់មួយនៅក្នុងការយើងចាប់ផ្ដើមទៅលើអាជីវកម្មនៅក្នុងវិស័យ Forex តែយើងធ្វើវានៅក្នុងអត្ថន័យជាអាជីវកម្មដែលបានសិក្សាស្វែងយល់ឲ្យបានត្រឹមត្រូវឲ្យបានស៊ីជម្រៅទៅលើចំណុចនីមួយៗណាបងប្អូនទាំងគ្នាចឹងខ្ញុំគិតថាបងប្អូនទាំងគ្នាប្រកាសជាយល់ត្រង់ចំណុចមួយហ្នឹងបើសិនជានៅមានមន្ទិលសង្ស័យកន្លែងណាអីអាចធ្វើការឆាតសួរនាំជាមួយនឹងគ្នាបានអញ្ចឹង